ចូលដល់ជំងឺថ្លើមសំណួរមួយសួរថាខ្ញុំអាយុ35ខ្ញុំអត់ដែលតេស្តឈាមមើលពិនិត្យសុខភាពទេតែប្រហែលថ្ងៃមុនខ្ញុំបានទៅតេស្តមើលហើយគ្រូពេទ្យគេឲ្យយោបល់ខ្ញុំតេស្តតាក់ទងជាមួយនឹងការជំងឺរលាកថ្លើមពេលខ្ញុំតេស្តទៅមានរលាកថ្លើមប្រភេទ B ប៉ុន្តែអត់មានធ្វើទុកអីទេធម្មតាហ្នឹងហើយខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរអាយដាមលោកជំទាវលោកលោកស្រីនាងកញ្ញាហើយយើងតាមដានវាតទៀតទៅកុំថាយើងកំណត់ថាយើងអត់ព្យាបាលវាណាយើងតាមដានវាទៅមើលមុខងារថ្លើមមើលអីចឹងទៅមើលសាច់ថ្លើមមើលអីចឹងទៅយើងអាចបើអាចយើងមានលុយយើងស្កេនវាខ្លះចឹងទៅណាយើងស្កេនវាមើលសាច់ថ្លើមមើលអីទៅយើងអាចវាស់សាច់ថ្លើម fibroscopy scan អីខ្លះទៅដើម្បីវាស់សាច់ថ្លើមវាណាថាវានៅល្អឬក៏យើងអាចអេកូក៏បានបើយើងកម្រិតថាវាមិនទាន់ធ្ងន់ធ្ងរណាយើងអាចអេកូមើលសាច់ថ្លើមវាចឹងទៅប៉ុន្តែសំខាន់បើយើងត្រូវការព្យាបាលឬមិនព្យាបាលគេមើលត្រង់ examination មើលត្រង់ examination ហ្នឹងអានេះគេមើលមុខងារថ្លើមណាមើលមុខងារថ្លើមបើសិនជាវាឡើងអាហ្នឹងគេត្រូវការតែមកឡើងវាមានកម្រិតរបស់វាទៀតតើយើងប្រឹក្សាជាមួយគ្រូពេទ្យឡើងកម្រិតណាយើងកាត់តិចតួចអីគេអត់ទេគ្រាន់តែយើងតាមដានទៅហើយបើវាឡើងអញ្ចឹងគេត្រូវធ្វើ viral load ដែរគេធ្វើរាប់មេរោគហើយបើយើងរាប់មេរោគទៅវាមានហើយហ្នឹងគេត្រូវព្យាបាលត្រូវតែមកហើយបើសិនជាវាអត់ទេមុខងារថ្លើមមុខអីធម្មតាទាំងអស់នៅក្រៅពីមុខងារតាក់ទងមួយនឹងមេរោគហ្នឹងដូចតាក់ទងមួយ function ថ្លើមអីទាំងអស់ហ្នឹងវាធម្មតាទេអាហ្នឹងគេធ្វើតាមដានវាបើសិនជាវាទាំងអស់ហ្នឹងវាអត់មានឡើងអីខុសពីធម្មតាយើងត្រូវតាមដានវាអញ្ចឹងទៅ3ខែ6ខែយើងតេស្តទៅបណ្ដៃដាច់ខាតមួយយើងត្រូវតមគឺมันអាចប្រឹក្សាបានទេព្រោះប្រឹក្សាធ្វើឲ្យដើម្បីទៅឲ្យជាសាច់ថ្លើមវាមានរបួសអញ្ចឹងវាមានមេរោគផងវាអាចបង្កទៅវាមានបញ្ហាអញ្ចឹងណាហ្នឹងហើយសំណួរខ្លីៗបើមានចម្ងល់អីសួរអាចសួរខាងក្រោមទៀតបាននៅចំណុចមួយទៀតបើយើងព្យាបាលតើប្រើថ្នាំចាស់ឬក៏ថ្នាំលេបអាហ្នឹងជាធម្មតាគេប្រើថ្នាំលេបទៀតគេប្រើថ្នាំលេបហើយមានសមាគមគេសម្រាប់ប្រយុទ្ធនឹងជំងឺថ្លើមហ្នឹងទៀតឥឡូវនៅកម្ពុជាយើងមានសមាគមគេប្រយុទ្ធជាមួយជំងឺថ្លើមគេនៅក្នុង2030នឹងគេចង់ឲ្យប្រទេសកម្ពុជាយើងអត់ឲ្យមានជំងឺថ្លើមឆ្លងទេហ្នឹងអាចតាក់ទងមួយគេទៅហៅមើលលេខចឹងទៅចាំបើខ្ញុំមានចាំខ្ញុំដាក់លេខនៅខាងក្រោមវីដេអូហ្នឹងក៏បានចាំតាក់ទងគេព្យាបាលណាឲ្យតាមដានទៀតក៏បាន